នាយរដ្ឋមន្ត្រីកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី18 ខែមិថុនាឆ្នាំ2026ក្រៅកិច្ចប្រជុំរំលឹកខួបលើកទី35នៃទំនាក់ទំនងដៃគូសន្តិនិកអាស៊ានរុស្ស៊ីនៅក្នុងជំនួបនោះលោក Putin បានបញ្ជាក់ថារុស្ស៊ីចាត់ទុកកម្ពុជាជាមិត្តនិងដៃគូយូរអង្វែងព្រមទាំងរំលឹកពីការគាំទ្ររបស់អតីតសហភាពសូវៀតក្នុងការស្ដារនិងអភិវឌ្ឍកម្ពុជាក្រោយរបបប៉ុលពតនិងសង្គ្រាមស៊ីវិលប្រធានាធិបតីរុស្ស៊ីក៏បានលើកឡើងថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងបន្តរីកចម្រើនដោយពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនកើនឡើង 2% ខណៈរុស្ស៊ីកំពុងជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្សជាដើមជាការឆ្លើយតបសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានគូបញ្ជាក់ថារុស្ស៊ីនៅតែជាដៃគូដ៏សំខាន់និងគួរឲ្យទុកចិត្តសម្រាប់កម្ពុជាហើយបានសម្ដែងការដឹងគុណចំពោះការគាំទ្រនិងជំនួយរបស់រុស្ស៊ីចំពោះកម្ពុជាកន្លងមកភាគីទាំងពីរក៏បានបង្ហាញការបដិញ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំស្របពេលកម្ពុជានិងរុស្ស៊ីកំពុងប្រារព្ធខួប70ឆ្នាំនៃទំនាក់ទំនងការទូត